ប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវមួយខ្សែនៅជិតការ៉ាសាំងតេឡាស្ថិតនៅភូមិសាលាកន្សែងសង្កាត់ស្វាយបង្គំក្រុងសៀមរាបដែលនៅចំកណ្ដាលទីប្រជុំជនតែម្ដងបានសម្ដែងការត្អូញត្អែនិងធ្វើការរិះគន់អាជ្ញាធរថាមិនបានមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅតំបន់នេះទាល់តែសោះដោយគ្រាន់តែផ្លូវមួយខ្សែមានប្រវែងប្រមាណជា400ទៅ500ម៉ែត្រប៉ុណ្ណោះដែលរងការខូចខាតធ្ងន់ធ្ងរតែអាជ្ញាធរមិនជួយជួសជុលឡើងវិញនោះទេអ៊ំស្រីគួចយិនជាប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះបានមានប្រសាសន៍ថាផ្លូវនេះបានខូចយូរមកហើយដែលធ្វើឲ្យមានការលំបាកខ្លាំងក្នុងការធ្វើដំណើរទៅមកអ៊ំស្រីបានបញ្ជាក់ថានៅពេលរដូវប្រាំងមានដីហុយខ្លាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពរស់នៅរាល់ថ្ងៃតែដល់ពេលរដូវវស្សាគឺមានភពជ្រាំពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់កាលពីដែលទៅឈូសរួចនោះគេក៏ចាក់ដីក្រហមណាដល់ចាក់ចៃទៅក៏ហុយឡើងធ្លុំទៅចេះធ្វើទេក្មេងៗឡើងវាហុយដល់ពេលឡើងនេះដូចថាប៉ះពាល់ដល់សុខភាពដល់ពេលផុតមកភ្លៀងទៅក្មួយមើលឡើងកើតដូចជានំគោចែវាច្រោះផ្លូវនឹងឡើងក្លុកឡើងចាស់ដូចនំគោហើយសប្ងៃមានផលវិបាកច្រើនណាស់ក្មួយសំបីទៅលក់ដូររ៉ូស៊ីអុយក៏យ៉ាប់ដែរណាក្មួយណាចាប់ពីរដូវវស្សាហ្នឹងបាទផ្លូវហ្នឹងគឺលំបាកវេទនាបងបែកផុកខ្លាំងមែនតើហើយជិះពិតជាលំបាកមែនបងផុកប្រឡាក់ម៉ូតូហើយល្អិលដួលពេញទៅហ្នឹងហើយបងគេអត់ដែលឃើញណាគេចុះមកអើពើមើលផងបងហើយជាពិសេសនៅពេលដែលមានគណៈប្រតិភូឆ្លងកាត់នៅផ្លូវជាតិហ្នឹងគឺគេតែងតែដាក់ប៉ាយសាងសង់ការដ្ឋានជារៀងរហូតប៉ុន្តែផ្លូវហ្នឹងគឺពុំមានអ្នកណាគេកសាងអ្វីទាំងអស់បងបាទខ្ញុំជាប្រជាពលរដ្ឋខ្ញុំស្នើសុំឲ្យរដ្ឋាភិបាលជួយកសាងនិងជួសជុលឲ្យផងព្រោះអីផ្លូវហ្នឹងគឺលំបាកវេទនាខ្លាំងណាស់គឺថាផ្លូវហ្នឹងពិបាកយូរហើយជាជននេះតែងតែលូលទាំរហូតខែប្រាំងហុយដល់ខែវស្សាប្រឡាក់ផុកច្រើនហើយជាពិសេសភ្ញៀវទេសចរនិយាយរួមទៅតំបន់ទេសចរផងភ្ញៀវចេញចូលគឺសនំពរឲ្យជាពិសេសគឺខាងក្រសួងសាធារណការឲ្យនិយាយរួមឲ្យគាត់បើកភ្នែកមើលផងនិយាយរួមច្រើនដងហើយបងពាក់ព័ន្ធបញ្ហានេះលោកកងចន្ទ្រាអនុប្រធានមន្ត្រីសាធារណការនិងដឹកជញ្ជូនខេត្តសៀមរាបបានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី29ខែតុលានេះថាផ្លូវនេះពិតជារងការខូចខាតធ្ងន់ធ្ងរមែនហើយអាជ្ញាធរបានយកចិត្តស្ថាបនាឡើងវិញផងដែរព្រោះផ្លូវនេះជាផ្លូវអាទិភាពសំខាន់មួយសម្រាប់បម្រើឲ្យវិស័យទេសចរបច្ចុប្បន្ននេះគណៈកម្មការបានកំពុងតែចុះត្រួតពិនិត្យមើលផ្លូវមួយខ្សែនេះហើយបន្ទាប់ពីគណៈកម្មការវាយតម្លៃថាត្រូវសាងសង់ឡើងវិញដោយរបៀបណាជាប៊ីតុងឬកៅស៊ូប៉ុន្តែលោកមិនបានកំណត់ពេលវេលាច្បាស់លាស់ក្នុងការសាងសង់ឡើងវិញនោះទេដោយអះអាងថាគេមាននីតិវិធីជាជំហានខ្ញុំកៅសំណាងអាប់សារ៉ាណេតរីកាពីខេត្តសៀមរាប